តើអ្នកដឹងទេថាអ្វីដែលអ្នកព្យាយាមរត់គេចពេញមួយជីវិតព្រោះតែខ្លាចខ្មៅស្បែកបែរជាអ្វីដែលរាងកាយរបស់អ្នកកំពុងចង់បានបំផុតដើម្បីរស់រានមានជីវិតទៅវិញក្នុងរាត្រីទឹកភ្លៀងដ៏ត្រជាក់នេះយើងមកស្ដាប់រឿងរ៉ាវដ៏មិនគួរឲ្យជឿអំពីក្មេងប្រុសម្នាក់ដែលគ្រូពេទ្យឲ្យរស់បានត្រឹមតែ2ថ្ងៃប៉ុណ្ណោះប៉ុន្តែត្រូវបានសង្គ្រោះដោយសារតែការចេញទៅក្រៅនិងអាចកំបាំងនៃពន្លឺដែលមនុស្សភាគច្រើនមើលរំលងតើអ្នកដឹងទេថាពន្លឺព្រះអាទិត្យមិនត្រឹមតែផ្ដល់ឲ្យយើងនូវវីតាមីន D តែប៉ុណ្ណោះទេតាមពិតទៅនៅក្នុងពន្លឺថ្ងៃមានពន្លឺ infrared ដែលភ្នែកយើងមើលមិនឃើញវាអាចទម្លុះចូលក្នុងរាងកាយរបស់យើងបានជ្រៅដល់ទៅ8សង់ទីម៉ែត្រពន្លឺនេះហើយដែលទៅដាស់រោងចក្រអគ្គិសនីក្នុងកោសិការបស់យើងមានរឿងរ៉ាវដ៏អស្ចារ្យមួយអំពីក្មេងប្រុសអាយុ15ឆ្នាំម្នាក់ដែលមានជំងឺមហារីកគ្រាប់ឈាមហើយឆ្លងមេរោគផ្សិតនៅក្នុងសួតយ៉ាងធ្ងន់ធ្ងរលោកគ្រូពេទ្យបានប្រាប់ក្រុមគ្រួសារឲ្យធ្វើចិត្តទៅព្រោះគេមានពេលរស់នៅសល់តែត្រឹម2ថ្ងៃប៉ុណ្ណោះនៅពេលសួរទៅក្មេងប្រុសនោះថាចង់ធ្វើអ្វីជាចុងក្រោយក្មេងប្រុសនោះគ្រាន់តែឆ្លើយថាខ្ញុំគ្រាន់តែចង់ចេញទៅលេងខាងក្រៅលទ្ធផលបានធ្វើឲ្យគ្រូពេទ្យទូទាំងមន្ទីរពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃទី1មេកានិកនៃរាងកាយចាប់ផ្ដើមប្រែប្រួលនៅថ្ងៃទី2កម្រិតអុកស៊ីហ្សែនដែលត្រូវការបានថយចុះហើយនៅថ្ងៃទី5គេអាចដកម៉ាស៊ីនជំនួយដង្ហើមបានរីឯមេរោគក៏បាត់បង់អស់60ទៅ 70% ដោយមិនមានការផ្លាស់ប្ដូរថ្នាំសូម្បីតែមួយគ្រាប់នេះគឺជាថាមពលនៃពន្លឺថ្ងៃដែលរាងកាយយើងត្រូវការបំផុតប្រិយមិត្តទាំងឡាយពន្លឺព្រះអាទិត្យមិនមែនជាសត្រូវដែលយើងត្រូវរត់គេចឡើយប៉ុន្តែវាគឺជាអ្វីដែលរាងកាយរបស់យើងខ្វះខាតបំផុតនៅក្នុងសម័យបច្ចេកវិទ្យានេះការសិក្សានៅប្រទេសស៊ុយអែតនៅលើមនុស្ស 20,000 នាក់រយៈពេល20ឆ្នាំបានបង្ហាញថាអ្នកដែលទទួលពន្លឺថ្ងៃបានច្រើនមានអត្រាស្លាប់ពីជំងឺមហារីកនិងបេះដូងតិចបំផុតវិធីសាស្ត្រសាមញ្ញដើម្បីទទួលបានពន្លឺនៃជីវិតទី1ចំណាយពេលត្រឹមតែ15ទៅ10នាទីនៅក្នុងមួយថ្ងៃដើម្បីទទួលពន្លឺថ្ងៃទី2ពេលវេលាដែលល្អបំផុតគឺពេលព្រឹកព្រលឹមឬពេលល្ងាចដែលមានពន្លឺ infrared ខ្ពស់ប៉ុន្តែមិនធ្វើឲ្យស្បែករលាកទី3បើបាននៅក្បែរដើមឈើក៏កាន់តែប្រសើរពីព្រោះស្លឹកឈើជួយជះពន្លឺ infrared មកកាន់យើងបានកាន់តែច្រើនចងចាំថាកញ្ចក់សម័យថ្មីតែងតែចម្រោះពន្លឺ infrared ចេញដូច្នេះការអង្គុយក្បែរបង្អួចនៅក្នុងអគារក៏មិនបានទទួលអត្ថប្រយោជន៍ពេញលេញឡើយមិនចាំបាច់ផ្លាស់ប្ដូរជីវិតទាំងស្រុងឡើយគ្រាន់តែអនុញ្ញាតឲ្យខ្លួនឯងចេញទៅខាងក្រៅឲ្យបានច្រើនជាងមុនហើយរាងកាយរបស់យើងនឹងថ្លែងអំណរគុណដល់យើងវិញជាមិនខានសូមអរគុណសម្រាប់ការតាមដានស្ដាប់កម្មវិធីរាត្រីទឹកភ្លៀងនិងកម្លាំងចិត្តភាគទី12សូមឲ្យពន្លឺថ្ងៃនៅថ្ងៃស្អែកនាំមកនូវសុខភាពនិងថាមពលដ៏មហិមាសម្រាប់លោកអ្នកសម្រាប់រាត្រីនេះរាត្រីសួស្តី